បងប្អូនឃើញថ្នោតហ្នឹងបងប្អូនថ្នោតដែលកំពុងឃើញជាថ្នោតអ្នកអាចចេះហើយថ្នោតហ្នឹងបានគេហៅថាមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនយើងចង់ធ្វើផ្អែមស្លណាឬក៏យកទៅធ្វើនំក៏បានដែរសម្រាប់ផ្លែវាទុំនេះគេធ្វើនំខ្ចីគេឆ្លអញ្ចឹងសាច់វាគេធ្វើបង្អែមនិយាយចំទៅបងប្អូនច្រើនណាស់ហើយបងប្អូនធ្លាប់ហូបគ្រាប់មួយស្ងាញ់ពេលវាខ្ចីអាម៉មមិនទាន់ចាស់បងប្អូនយើងហូបបានហ្នឹងយើងធ្វើបង្អែមធ្វើធម្មតាដូចនិយាយមកបងប្អូនដែលធ្លាប់ធ្វើបង្អែមត្នោតឆ្ងាញ់បងប្អូនខ្ញុំធ្លាប់ធ្វើពី3 ដងហើយបងប្អូនហើយថ្ងៃហ្នឹងចង់ធ្វើទៀតតែឥឡូវឆ្លសិនបងប្អូនចាំយើងពេលតនេអីយើងកាប់ធ្វើបង្អែមណាដើម្បីយកវីដេអូបង្ហោះណាតាមបណ្ដាញរលុយបានតិចតួចហ្នឹងបងប្អូនអញ្ចឹងអានេះយើងគ្រាន់តែឆ្លអញ្ចឹងបងប្អូនយើងកាប់យកតែខ្ចីហើយណាមួយអ្នកភូមិគេសុំ1 ម្ល2 ម្លអញ្ចឹងខ្ញុំកាប់ច្រើនហើយវីដេអូខ្ញុំកាប់ហើយបងប្អូនកាប់ផ្លែវាឲ្យគេបងប្អូនធ្លាក់ពីលើទៅក្រោមមានទៀបដែរបងប្អូនពោះដែរតែយើងគេសុំឲ្យយើងឲ្យគេទៅហើយដើមវាបងប្អូនណាមានថាប្រយោជន៍ច្រើនណាឬវាធ្វើឆ្នាំនេះបងប្អូនណាដើមវាធ្វើតុកទូកអីចឹងបានបងប្អូនណាហើយផ្លែវាស្លធ្វើនំអីចឹងទៅហើយធាងវាគឺយកធ្វើបកាីឬក៏កត្រកអីចឹងទៅធាងវាធ្វើច្បាប់ធ្វើអីចឹងណាស្លឹកវាធ្វើក្បាប់វិចនំអីចឹងនិយាយរួមបងប្អូនបានទាំងអស់ណាដើមត្នោតនេះមួយបងប្អូនណាតែបើដាំចិត្តផ្ទះក៏ហានិភ័យដែរបងប្អូនវាធំទៅវាអាចធ្លាក់ផ្លែធ្លាក់អីធាងអីហ្នឹងលើផ្ទះលើអីយើងវាអាចខូចខាតដែរអាហ្នឹងវាអវិជ្ជមានកន្លែងហ្នឹងដែរតែបើដាំតាមជួរបងឬក៏ក្នុងព្រៃអីនៃឯខាងអីបានសម្រាប់ដើមត្នោតបងប្អូនផ្លែវាមានជារសឆ្ងាញ់បងប្អូនតែកុំហូបចាស់វាអាចនឹងហានិភ័យយើងដែរចុកពុះចុកអីចឹងណាហើយទឹកត្នោតយើងហូបផ្អែមបងប្អូនទឹកត្នោតអានេះយើងថតនៅកន្លែងខ្ញុំធ្វើត្នោតហើយខ្ញុំកាប់បងប្អូនគាត់សុំយកទៅឆ្លម្នាក់1 ម្ល4 5នាក់អញ្ចឹងបងប្អូនខ្ញុំអត់លក់ឲ្យគេធម្មតាគេសុំខ្ញុំឲ្យគេមកផ្លែវាស្អាតបងប្អូនមើលហើយបងប្អូននៅចិត្តស្គាល់ខ្ញុំបងប្អូនចូលមកខ្ញុំអត់នៅឆ្ងាយទេខ្ញុំនៅអង្គសោមឯងបងប្អូនហួសពីអង្គសោមមកបងបន្តិចមកដល់ខ្លងទ្វារនៅឡៃគូសហ្នឹងបងប្អូនដល់ខ្លងទ្វារវត្តចាណូហ្នឹងដល់ផ្ទះខ្ញុំបងប្អូននៅម្ដុំតាមកក់នេះតាបងប្អូនមាននៅណាតាមកក់តកែវយើងហើយបងប្អូនអត់ចេះធ្វើវីដេអូវែងបងប្អូនមើលទៅចាប់ពី3 វិឡើងណាបងប្អូនដល់15នាទីចុះខ្ញុំធ្វើតែប៉ុណ្្នឹងឯងបងប្អូនហើយមិនដល់15នាទីបាន7 8ហ្នឹងឲ្យយកដែរបងប្អូនអត់អីទេអានេះនៅលើយើងអ្នកធ្វើទេបងប្អូនអញ្ចឹងវីដេអូខ្ញុំនេះធ្វើអំពីការកាប់ត្នោតទៅស្លបងប្អូនណាអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនជំរាបលាសូមជម្រាបសំណាងហើយបងប្អូនអត់ទាន់បាន2CMបងប្អូនផលិតវីដេអូណាគ្រប់ទម្រង់របស់គេហ្នឹងទៅបងប្អូនវែងខ្លីអក្សររូបភាពអីហ្នឹងហើយ story កុំភ្លេចបងប្អូនធ្វើឲ្យបានទៅបងប្អូនលុយធ្លាក់លើមេទេ